បងប្អូនតោះនាំបងប្អូនមកទស្សនាជាមួយនឹង320សេអូពណ៌ទាហានបារាបងប្អូនអេគេមួយទៀតហៅគេពណ៌កម្មៃវិញអត់ចេះហៅបងប្អូនតែនេះពណ៌បារាបងប្អូនពណ៌ទាហានណាអញ្ចឹងបងប្អូនយើងគ្រប់គ្រងជាមួយនឹងជាតិត្រូវហើយណាជាមួយនឹងបងប្អូនការពារជាតិទាហានជួមុខអីបងប្អូនអូខេបងប្អូននេះប្រភេទ320សេបងប្អូននេះជាកាប៊ីនបូមកវាគឺណែនបែបហ្នឹងបងប្អូនណែនហ្មងមកទឹកជប៉ុនបងប្អូនណែនបងប្អូនឲ្យតែ320សេបងប្អូនចាំមើលកាប៊ីនបូមគឺពីលាតឆ្ងាយបងខុសពីលាតខុសពីបេឆ្ងាយបងប្អូនតោះមើលបាត់ក្រោមប្រភេទបាត់ក្រោមមកគេនេះគឺបើយើងនិយាយទៅខេតមកទឹកជប៉ុនគឺដែកដែលយកមកគឺដែកចូលសឹងតែ20បើនិយាយទៅសឹងពីខ្ញុំហៅពីផឹងបងប្អូនកម្រាស់ក្រាស់បើយើងក្រាស់មែនតើបងប្អូនក្រាស់មែនតើអូខេតោះបងប្អូនមកមើលនេះមកជុំខ្ញុំបង្ហាញជូនបងប្អូននេះរៀងវីដេអូនេះបងប្អូនមកកម្មកាយគឺបើនិយាយទៅ99បងប្អូនណាបើអាចនិយាយបានថាអញ្ចឹងណានេះបងប្អូនយើងមិនតន់ពាក់អាគុយទេអញ្ចឹងបងប្អូនមកដល់តេះដាក់អាគុយផាំងចេះពិលហ្មងណាបងប្អូនមកទឹកជប៉ុនឆ្ងាញ់ត្រង់ហ្នឹងបងប្អូនហើយបងប្អូនមួយគ្រឿងដឹងតែអែបងប្អូនហើយម៉ោងប្រើប្រាស់បងប្អូននៅម៉ោងប្រើប្រាស់នេះគឺទៅតែ3000ម៉ោងទេបងប្អូនម្នាក់3000ម៉ោងទេអូននួយស៊ូមកដល់3510ម៉ោងណាបើនិយាយទៅមិនគួរឲ្យជឿបងប្អូនណាសាច់ឈាមហ្នឹងណាប៉ុន្តែប្រភេទ excavator ដែលយើងយកមកនេះសិតមកទឹកជប៉ុនបែបនេះគឺបែបហ្នឹងបងប្អូនម៉ោងប្រើប្រាស់បែបហ្នឹងណាម៉ោងប្រើប្រាស់បែបហ្នឹងបងប្អូនចង់បានរូបភាពលម្អិតអាចទៅអ្នកទៅណបានជាមួយនឹងក្រេ5ក្រាស់នឹងបោះរូបជូនអូខេអរគុណជួបគ្នានៅវីដេអូក្រោយបងប្អូននៅវីដេអូក្រោយ